មានអ្នកជំងឺគាត់មានបញ្ហាជំងឺបេះដូងនិងសួតធ្ងន់ធ្ងរតែគាត់ចង់ធ្វើការវះកាត់កាយចំពោះគាត់អាចធ្វើបានអត់យើងអត់ទទួលធ្វើការវះកាត់ជូនគាត់ទេចុះបើអ្នកជំងឺផ្សេងទៀតគាត់មានបញ្ហាឈាមរបស់គាត់រាវហើយមិនងាយកកអានឹងគាត់អាចវះកាត់កាយចំពោះបានអត់មិនទទួលដាច់ខាតចុះមានអ្នកជំងឺផ្សេងទៀតគាត់មានបញ្ហាជំងឺទឹកនោមផ្អែមអានឹងគាត់ចង់វះដែរលោកគ្រូវះបានអត់តម្រូវឲ្យគាត់ពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិនចុះមានអ្នកជំងឺផ្សេងទៀតគាត់មានបញ្ហាគាត់ចូលចិត្តជក់បារីហើយនឹងផឹកស្រាតែគាត់ចង់ធ្វើការវះកាត់កាយចំពោះគាត់អាចវះបានអត់បើសិនជាគាត់ចង់ធ្វើគឺតម្រូវឲ្យគាត់ឈប់ស្រាហើយនឹងបារីមុនមួយខែហើយនឹងក្រោយការវះកាត់មួយខែគាត់មានបញ្ហាជំងឺឆ្លងហើយនឹងរលាកនៅតំបន់ចំណងអាហ្នឹងគាត់អាចវះកាត់កាយចំពោះបានដែរអត់តម្រូវឲ្យគាត់ព្យាបាលឲ្យជាសះស្បើយជាមុនសិននៅមានអ្នកជំងឺម្នាក់ទៀតគាត់មានបញ្ហាសុខភាពរបស់គាត់រៀងធ្ងន់ធ្ងរអញ្ចឹងគាត់ចង់សួរថាគាត់ចង់មកធ្វើការវះកាត់កាយចំពោះគាត់អាចវះបានអត់គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរមិនទៅតតែមកពិភាក្សាជាមួយលោកគ្រូសិន